រៀបត្រីសួស្តីបាទធម្មតាសូមលំអរកាយជំរាបសួរទៅដល់ពុកម៉ែបងប្អូនទាំងអស់ក្នុងរាត្រីនេះអត់បាននិយាយរឿងអមនុស្សទេហើយក៏ខានធ្វើវីដេអូមួយរយៈព្រោះរវល់ការងារផ្ទាល់ខ្លួនក្នុងរាត្រីនេះគឺមានរូបព្រះពុទ្ធបដិមាករមួយរូបដែលនៅក្នុងព្រៃស្មោះស្មានណាមានដូចជាខែពេញបរមីផងដែលយើងមើលឃើញនៅពីខាងក្រោយព្រះអង្គហើយមានដូចជាព្រិលធ្លាក់ផងយ៉ាងសម្បើមតែហ្មងណាហើយអ្វីដែលអស្ចារ្យយើងឃើញព្រះអង្គមានបណេនសមាធិយ៉ាងស្មឹងស្មាតបំផុតហើយរូបព្រះពុទ្ធដែលលោកបានឃើញនេះគឺជារូបព្រះពុទ្ធថេរវាទគេហៅថាព្រះពុទ្ធដើមដែលយើងសប្ងៃយើងមានហិនយានមហាយានណាមានមហានិកាយនិងមហាធម្មយុត្តនេះគឺជាការចែកទេបងប្អូននេះគឺជាការចែករវាងវិន័យសង្ឃទេក៏ប៉ុន្តែព្រះពុទ្ធតែមួយទេគឺព្រះពុទ្ធថេរវាទនឹងឯងហើយយើងក៏រកឃើញរូបព្រះពុទ្ធដែលព្រះអង្គមានគេហៅថាភ្នួងកេសាឬក៏សក់ណាគឺរួញដូចអង្គាដីហ្នឹងកញ្ញុលដូចលេខ1បងប្អូនកម្រឃើញនោះហើយគឺព្រះពុទ្ធថេរវាទដែលបានចូលនៅក្នុងនគរភ្នំមុនគេហើយក៏បង្ហាញរូបនៅលើសម័យភ្នំដាគឺជាប្រាសាទដែលចាស់ជាងគេនៅក្នុងស្រុកខ្មែរយើងហើយគឺខេត្តតាកែវហៅថានគរគោកឆ្លកនោះអញ្ចឹងដោយសារមានសំណួរសួរថាគឺអ្នកដែលរៀនវិជ្ជាមន្តអាគមហ្នឹងតើគួរតែឆ្លាក់រូបព្រះពុទ្ធនៅនឹងកឬក៏រូបបដិមាផ្សេងទៅនឹងវត្ថុស័ក្តិសិទ្ធិអីអត់ទី1ទី2ក៏សួរថាតើគ្រឿងសក្ការៈបូជាយើងគួរទីអាសនៈហ្នឹងយើងគួរដាក់រូបព្រះពុទ្ធអត់អញ្ចឹងនេះសំណួរដែលគាត់សួរហើយគាត់សួរនេះគឺតាក់ទិនជាមួយនឹងគាត់ជាគ្រូមានន័យថាគាត់ជាគ្រូវិជ្ជាមន្តអាគមដោះអំពើបណ្ដេញខ្មោចព្រាយអញ្ចឹងទៅចម្លើយឆ្លើយរបស់ខ្ញុំនេះគឺបើតាមនៃសាសនាគឺអត់ត្រូវទេបើតាមយើងចែកឲ្យឃើញនៃសាសនាគឺមិនត្រូវទេព្រោះអីតាក់ទងទៅនឹងរូបព្រះពុទ្ធបដិមាករគឺព្រះអង្គគឺអត់បានតាក់ទងជាមួយនឹងមុនវិជាអាគមឬក៏មុនខ្មៅអីដោះអំពើដោះអំពាត់អីគឺអត់មានទេអត់មានអានេះបើយើងនិយាយពីរឿងសាសនាវិញណាហើយការដែលយករូបព្រះអង្គទៅធ្វើសក្ការៈបូជានៅលើបាយសីឬក៏ទីសក្ការៈបូជាដើម្បីបន្ថែមរិទ្ធមុនវិជាឲ្យកាន់តែពូកែស័ក្តិសិទ្ធិនោះក៏អត់ត្រូវដែរព្រោះអីព្រះពុទ្ធអង្គបាទមានន័យថាព្រះអង្គលះបង់អស់រលីងទាំងមុនវិជាការមិនថាមុនសសង្គ្រោះឬក៏អ្វីដែលព្រះអង្គមានមិនថាទ្រព្យសម្បត្តិប្រពន្ធកូននគរអីទាំងអស់គឺព្រះអង្គលះចោលទាំងអស់ដោយសារព្រះអង្គឃើញថាគ្រប់យ៉ាងគឺវាអត់បានសុខទេព្រះអង្គគឺជាមហាបរោះក្នុងលោកព្រះអង្គទ្រង់ជាអ្នកសម្រេចនៅព្រះសម្មាពោធិញ្ញាណអញ្ចឹងព្រះអង្គអត់បានមកពាក់ព័ន្ធជាមួយនឹងរឿងសិលសាស្ត្រមុនវិជាដោះអំពើអំពាន់អីទេអត់ទេកាលណាដែលយើងយករូបព្រះពុទ្ធទៅដាក់ធ្វើរបៀបនោះវាធ្វើឲ្យមានការយល់ច្រឡំរឿងសាសនាទៅវិញទេអានោះវាតាក់ទងជាមួយព្រហ្មញ្ញតាក់ទងជាមួយនឹងបាយសីតាក់ទងនឹងការបួងសួងទៅវិញទេហើយបើថាមកពីស្រឡាញ់អានឹងត្រូវយើងយករូបព្រះពុទ្ធដាក់នៅទីអាសនៈរបស់យើងដើម្បីគោរពដោយសារស្រឡាញ់ដោយសារគោរពនៃព្រះធម៌អានឹងត្រឹមត្រូវណាត្រូវឬក៏យើងយករូបព្រះពុទ្ធឆ្លាក់នៅក្នុងវត្ថុស័ក្តិសិទ្ធិបើដូចជាខ្នាយជ្រូកឬក៏ចកោមខ្លាឬក៏ចែកាច់អីហ្នឹងដូចជាអត់ត្រូវដែរ
មូលហេតុដែលមិនត្រូវដោយសារវត្ថុអស់នោះគឺជាវត្ថុសត្វដេរិឆានមានន័យថាជាសត្វដែលដូចជាខ្លាអីសត្វដែលសម្លាប់ពិឃាតនៃសត្វទូទៅឬក៏មនុស្សអញ្ចឹងទៅជាសត្វដែលប្រឡាក់ឈាមអញ្ចឹងបើកាលណាយើងយកចង្គមខ្លាមកឆ្លាក់រូបព្រះពុទ្ធនេះគឺអត់ត្រឹមត្រូវទេតែបើថាស្រឡាញ់អានឹងឆ្លាក់ចោះជួនកាលអីមានព្រាយទុំចង្គមខ្លាមានព្រាយទុំខ្នាយជ្រូកទៅមានព្រាយឬក៏ម្រែងកងវាលកាន់នៃគេហៅថាចែកាច់ឬក៏ភ្លុកដំរីទៅនៅពេលដែលយើងឆ្លាក់រូបព្រះពុទ្ធផ្សេងយកមកពាក់ទៅក៏ឃើញប៉កែអីមិនមែនព្រះពុទ្ធប៉កែទេគឺម្រែងកងវាលឬក៏ពពួកព្រាយដែលកាន់របស់នឹងទេដែលប៉កែនោះតែរូបព្រះពុទ្ធគឺស្មើនឹងរូបតទេបងប្អូនតទេគឺអត់មានអីទាំងអស់អានេះបើយើងនិយាយទៅណារូបព្រះពុទ្ធសួរតែគួរតែឆ្លាក់របៀបម៉េចគួរតែឆ្លាក់សាងអំពីត្បូងណាត្បូងដែលមានតម្លៃឬក៏មាសឬក៏ឈើឬក៏ថ្មអីផ្សេងអានឹងត្រូវព្រោះអីជាវត្ថុមង្គលអញ្ចឹងណាហើយការឆ្លើយរបស់ខ្ញុំនេះមិនដឹងថាត្រូវចាត់ពុកម៉ែបងប្អូនឬអត់ទេដោយសារមានតែ7នាទីហើយក៏សូមការអធិស្ឋានដែរព្រោះអីចង់និយាយវែងបន្តិចប៉ុន្តែដោយសារម៉ោងពេលវេលាវាដល់ល្មមព្រោះអី7នាទីគឺវាអត់យូរទេបងប្អូនដល់ហើយអ្នកដែលចេះដឹងពីមុនក៏ស្លាប់អស់ដែរមិនថាលោកគ្រូអ្នកគ្រូទេសល់ឆ្អឹងលើផែនដីច្រើនតាក់ទិនជាមួយនឹងការអត្ថាធិប្បាយរឿងសាសនាណាអញ្ចឹងខ្ញុំបាទក៏សូមលំអរកាយគោរពលាបើទោះជាត្រូវខុសយ៉ាងណាសូមខន្តីអធិស្ឋានបាទអញ្ចឹងសូមអរគុណកន្តោមខៀវឲ្យអ្នករៀង